នៅក្នុងពិធីជប់លៀងនោះលោកនាយកប្រតិបត្តិសៀវស្រាប់តែសំឡេងប្រពន្ធរបស់គាត់ស្រែកសុំជំនួយគាត់ក៏ប្រញាប់រត់ចូលទៅក្នុងហ្វូងមនុស្សដ៏អ៊ូអរនោះភ្លាមគាត់បានឃើញស្ត្រីម្នាក់កំពុងត្រូវបានមនុស្សមួយក្រុមសង្កត់ទៅនឹងដីនៅពេលដែលរបាំងមុខរបស់ស្ត្រីនោះរបូតធ្លាក់ចុះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដឹងថានោះគឺជាភរិយារបស់គាត់ក៏បានបញ្ជាឲ្យពួកគេលែងនាងភ្លាមឃើញប្តីក្រោកឈរការពារខ្លួនស្ត្រីជាប្រពន្ធក៏ចាប់ផ្ដើមប្រយុទ្ធទៅវិញភ្លាមជាមួយស្ត្រីដែលជាអ្នកបង្កហេតុ Scheming Woman ភ្ញៀវដទៃទៀតភ្ញាក់ផ្អើលចំពោះសកម្មភាពដ៏ក្លាហានដែលពួកគេមិននឹកស្មានដល់របស់នាងស្ត្រីបង្កហេតុនោះក៏ប្រញាប់រត់ទៅរកសៀវដើម្បីប្តឹងត្អូញត្អែប៉ុន្តែសៀវបែរជាប្រាប់អង្គរៈរបស់គាត់ឲ្យចាប់នាងទៅវិញរួចក៏បីភរិយារបស់គាត់ចេញពីពិធីជប់លៀងស្ត្រីជាប្រពន្ធមានអារម្មណ៍ថាមានអ្វីប្លែកព្រោះគាត់មិនដែលបីនាងពីមុនមកទេការពិតអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានរៀបចំឡើងសម្រាប់តែអាជីវកម្មហើយគាត់តែងតែចង់ស្វែងរកស្នេហាដំបូងតាំងពីកុមារភាពរបស់គាត់ជារៀងរាល់ថ្ងៃគាត់បានពិនិត្យមើលស្ត្រីរាប់រយនាក់ដោយសង្ឃឹមថានឹងរកឃើញនារីដែលមានសញ្ញាសម្គាល់កំណើតរាងដូចចន្ទ្រា Crescent នៅលើជើងរបស់នាងនៅថ្ងៃនោះគាត់គ្រោងនឹងលែងលះប្រពន្ធរបស់គាត់ប៉ុន្តែស្រាប់តែចាប់ផ្ដើមក្អកមិនឈប់ជំនួយការរបស់គាត់ក៏ប្រញាប់បញ្ជូនគាត់ទៅមន្ទីរពេទ្យយ៉ាងលឿននៅពេលដែលប្រពន្ធដឹងថាគាត់ឈឺនាងក៏ត្រេកអរយ៉ាងខ្លាំងប៉ុន្តែនៅពេលនាងដើរទៅដល់មាត់ទ្វារបន្ទប់ពេទ្យរបស់គាត់នាងក៏បន្តក់ថ្នាំបន្តក់ភ្នែកចូលភ្នែកបន្ទាប់មកនាងក៏រត់ចូលទៅខាងក្នុងដោយធ្វើពុតជាឈឺចាប់ក្រៀមក្រំនាងកាន់ដៃរបស់គាត់ហើយនិយាយថាតើខ្ញុំនឹងទៅជាយ៉ាងណាបើគ្មានបងប៉ុន្តែអ្វីដែលនាងមិនបានដឹងនោះគឺថាបន្ទាប់ពីជំងឺនេះបុរសនោះបានទទួលសមត្ថភាពដ៏អាថ៌កំបាំងមួយគឺការស្ដាប់ឬគំនិតខាងក្នុងរបស់នាងគាត់បានឮនាងគិតថាដរាបណាមានអ្វីកើតឡើងចំពោះឯងខ្ញុំនឹងមានសេរីភាពយកលុយឯងហើយធ្វើដំណើរជុំវិញពិភពលោកឃើញថានាងមិនបានកម្រើកបូរមាត់ទេគាត់ក៏គិតថាគាត់កំពុងយល់សប្តិគាត់ក៏សួរនាងថាហេតុអ្វីបានជានាងមកនាងអះអាងថានាងបារម្ភយ៉ាងខ្លាំងអំពីគាត់ប៉ុន្តែនៅក្នុងគំនិតរបស់នាងកំពុងគិតខ្ញុំមកនេះដើម្បីស្ដាប់ពាក្យចុងក្រោយរបស់គាត់លើកនេះគាត់ប្រកាសណាស់ថាគាត់កំពុងស្ដាប់ឬគំនិតរបស់នាងដូច្នេះគាត់ក៏បោះបង់ចោលគំនិតនៃការលែងលះជាបណ្ដោះអាសន្នហើយសម្រេចចិត្តសង្កេតមើលថាតើប្រពន្ធរបស់គាត់ជាមនុស្សបែបណានៅពេលពួកគេចេញពីមន្ទីរពេទ្យពួកគេបានជួបនឹងគ្រោះថ្នាក់នៅក្នុងជណ្ដើរយន្តស្ត្រីជាប្រពន្ធក៏ធ្វើពុតជាគ្មានទីពឹងភ្លាមហើយស្វែងរកការការពារពីប្តីរបស់នាងប៉ុន្តែបុរសនោះបែរជាសន្លប់នៅចំពីមុខនាងទៅវិញនាងមិននឹកស្មានថាគាត់ផុយស្រួយបែបនេះទេហើយដោយសារតែធុញទ្រាន់នាងក៏ចាប់ផ្ដើមនិទានរឿងគួរឲ្យខ្លាចនៅក្បែរគាត់នៅក្នុងសភាពសន្លប់បន្តិចនោះបុរសនោះបានកត់សម្គាល់ឃើញអង្កាំពណ៌ក្រហមមួយនៅលើទ្រូងរបស់ស្ត្រីជាប្រពន្ធវាគឺជាវត្ថុអនុស្សាវរីយ៍ដែលគាត់បានដោះដូរជាមួយមិត្តសម្លាញ់កាលពីកុមារភាពរបស់គាត់ចង់សួរនាងអំពីរឿងនេះប៉ុន្តែគាត់ក៏សន្លប់ម្ដងទៀតដោយសារតែរឿងគួរឲ្យខ្លាចរបស់នាងពេលគាត់ភ្ញាក់ឡើងគាត់ក៏មើលរបស់នាងភ្លាមប៉ុន្តែគ្មានអ្វីនៅទីនោះទេដូច្នេះគាត់សន្មត់ថាគាត់ប្រហែលជាស្រមៃឃើញហើយក្រោយមកគាត់បានសុំឲ្យប្រពន្ធជួយចងក្រវ៉ាត់ឈីឲ្យគាត់ប៉ុន្តែនាងមិនដឹងពីរបៀបចងទេនាងស្ទើរតែច្របាច់គាត់ដោយចៃដន្យនាងក៏ប្រញាប់ដោះក្រវ៉ាត់នោះចេញហើយចងវាជារាងធ្នូបាវជំនួសវិញបុរសនោះមានការងឿងឆ្ងល់នាងក៏បានពន្យល់ថានេះគឺជាស្ទីលដ៏ល្បីរបស់បុរសជោគជ័យហើយអះអាងថាវាជាម៉ូដទាន់សម័យចុងក្រោយប៉ុន្តែនៅក្នុងគំនិតរបស់នាងបានគិតខ្ញុំបង្កើតរឿងនឹងឡើងទាំងស្រុងរំពេចនោះបុរសនោះក៏ចាប់ផ្ដើមគិតថាប្រពន្ធរបស់គាត់ពិតជាមានភាពគួរឲ្យចាប់អារម្មណ៍ខ្លះដែរ